ទស្សនៈអវិជ្ជមានរបស់អ្នកដទៃចឹងយើងក៏រស់នៅក្នុងទស្សនៈអវិជ្ជមានរបស់អ្នកដទៃចឹងយើងត្រូវមាននៅគេហៅថាindependent គឺឯករាជ្យចំពោះខ្លួនឯងហើយយើងក៏រស់នៅទៅតាមទស្សនៈអ្នកដទៃគេថាល្អយើងត្រូវល្អដែរចឹងដូចជារឿងដែលគេនិទានតាក់ទងជាមួយនឹងរឿងតាក់ទងការរស់នៅជាមួយនឹងទស្សនៈអ្នកដទៃរឿងសាមញ្ញដែលយើងធ្លាប់រៀនមានថាឪពុកដឹកលាហើយនិងកូនដឹកលាជាដើមដែលក៏រស់នៅក្នុងទស្សនៈអ្នកដទៃឧទាហរណ៍ថាឪពុកគាត់អ្នកជិះលាឲ្យកូនអ្នកដឹកដល់ពេលទៅភូមិមួយទៀតគេថាឪពុកក៏ធ្វើបាបកូនម្លេះដល់ពេលគេលើពាក្យអញ្ចឹងយើងឲ្យកូនឡើងជិះម្ដងដល់ពេលកូនឡើងជិះម្ដងទៅដល់ភូមិមួយទៀតគេថាកូននឹងក៏អកតញ្ញូម៉េះឲ្យអ្នកដឹកកូនអ្នកជិះម្ដងអញ្ចឹងនៅពេលដែលជិះក៏ខុសកូនជិះក៏ខុសដល់ពេលអញ្ចឹងអ្នកទាំងពីរក៏បានលើកលានឹងចងសៃអ្នកម្ដងដល់គេនាំគេសោយទៀតថាហេតុអីមានលាហើយមិនចេះជិះនាំគ្នាយកទៅសៃអញ្ចឹងទៅដល់ភូមិមួយទៀតស្រាប់តែគេដល់ពេលគេសោយរឿងមានលាមិនចេះជិះស្រាប់តែពីរអ្នកនិងកូនហ្នឹងជិះលាទាំងពីរអ្នកហើយគេថាមនុស្សអីក៏យ៉ាងនេះក៏មានចិត្តមេត្តាលាតូចមួយនាំគេជិះទាំងទាំងកូនយើងឃើញទេចឹងចង់ទាញអ្វីថាកុំរស់នៅក្នុងទស្សនៈអវិជ្ជមានរបស់អ្នកដទៃយើងគិតធ្វើអីថាល្អយើងត្រូវតែធ្វើវាកុំទុកពេលយូរណាចឹងយើងត្រូវធ្វើចឹងមានន័យថាគេមិនយើងត្រូវធ្វើម៉េចឲ្យច្បាស់ខ្លួនឯងព្យាយាមហើយព្យាយាមទៀតហើយយើងមើលត្រេះរិះពិចារណាថាតើអ្វីដែលយើងធ្វើវាត្រូវឬខុសធ្វើម៉េចដើម្បីត្រូវនិងខុសយើងមានតែរៀនទេយើងរៀនហើយដើម្បីឲ្យដឹងទៀងទាត់គឺយើងរៀនមកអ្វីត្រូវអ្វីខុសដូចជានៅក្នុងមេរៀនក្នុងពុទ្ធសាសនាគេបញ្ជាក់ច្បាស់អ្វីត្រូវអ្វីខុសគឺមានតែហ្មងមានតែតួបញ្ញាទេដែលធ្វើឲ្យយើងដឹងថាអ្វីត្រូវអ្វីខុសអញ្ចឹងនៅពេលដែលវត្តមាននៅបញ្ញាមានយើងនឹងដឹងថាអ្វីជាផ្លូវត្រូវអ្វីនឹងជាផ្លូវខុសអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់និយាយថាយើងប្រសិនបើពេលខ្លះយើងថាគេមិនឲ្យតម្លៃឬក៏គេមើលងាយគេគិតមិនល្អចំពោះយើងហើយគេពេលខ្លះយើងគិតមកពីគេប៉ុន្តែពេលខ្លះក៏យើងខ្លួនឯងជាអ្នកបង្កើតបញ្ហាតែយើងអត់ដឹងភ្លេចខ្លួនណាអញ្ចឹងពេលខ្លះយើងរៀនគេហៅថា self reflection ខ្លួនឯងឆ្លោះមើលគឺ stop and check មើលតើខ្លួនឯងហ្នឹងឥឡូវកំពុងតែរស់នៅទស្សនៈអវិជ្ជមានរបស់អ្នកដទៃឬក៏យ៉ាងម៉េចចឹងធ្វើម៉េចយើងមានរោគទិន្នន័យព័ត៌មានថ្មីដើម្បីតាមដានតាមមើលចិត្តខ្លួនឯងមែនតើគេពេលខ្លះយើងគិតម្នាក់ឯងថាគេមិនឲ្យតម្លៃគឺគឺមើលងាយយើងគេគិតមិនល្អតែពេលខ្លះគ្រាន់តែជាការគិតការសមោសម័យខ្លួនឯងនេះវាគ្រាន់តែជាការគិតរបស់យើងតែប៉ុណ្ណោះដូច្នេះហើយអ្វីដែលនេះយើងមានតែរៀនតាមដានពួកអីដោយសារតែសប្តាហ៍ថ្ងៃបច្ចេកវិទ្យាកាន់តែជឿនលឿនហើយព័ត៌មានជាច្រើនតែងតែមានដូច្នេះយើងត្រូវតែរៀនចម្រោះវាត្រូវធ្វើម៉េចមាន Twitter មួយដើម្បីថាអ្វីល្អអ្វីមិនល្អអញ្ចឹងយើងត្រូវតែរៀនរកវិធីសាស្ត្រល្អៗបានត្រឹមត្រូវតាមរយៈការអប់រំចិត្តរបស់យើងឲ្យមាននៅសណ្ដាប់ធ្នាប់ត្រូវពង្រឹងចិត្តរបស់យើងបន្ទាប់មកយើងត្រូវរៀននៅជំនាញតាក់ទងជាមួយនឹងការងាររបស់យើងធ្វើម៉េចឲ្យយើងរីកចម្រើននៅផ្នែកការងារយើងហើយយើងកុំប្រៀបធៀបជាមួយគេហើយយើងចំណុចដែលសំខាន់ចូលចាក់ចេញឲ្យឆ្ងាយពីមនុស្សអវិជ្ជមានអញ្ចឹងយើងកុំនៅចំពោះមនុស្សអវិជ្ជមានពេកព្រោះកាលណាដែលយើងជួបមនុស្សអវិជ្ជមានវាធ្វើឲ្យផ្លូវចិត្តរបស់យើងធ្លាក់ចុះពេលខ្លះគេនិយាយទៅអត់តែធ្វើឲ្យយើងសុវ័យចិត្តទេគេតែងតែប្រវត្តិទឹកចិត្តយើងអញ្ចឹងយើងចាក់ចេញឲ្យឆ្ងាយទោះបីជាអ្នកនោះជាអ្នកណាក៏ដោយបើសិនបើគេប្រវត្តិទឹកចិត្តយើងចូលចាក់ចេញឲ្យឆ្ងាយអ្នកគិតថាគេមើលងាយយើងប៉ុន្តែពេលខ្លះយើងច្រឡំពេលខ្លះយើងនឹងខ្លួនឯងមិនអោយតម្លៃខ្លួនឯងយើងភ្លេចមើលនៅសក្តានុពលដែលយើងមានព្រោះឯមនុស្សយើងម្នាក់គឺមាន potential ខ្លាំងមែនតើអញ្ចឹងយើងត្រូវមើលឲ្យដឹងថាខ្លួនឯងមានអ្វីពិតប្រាកដអញ្ចឹងយើងត្រូវតែព្យាយាមផ្ដល់ពេលវេលាឲ្យខ្លួនឯងបានត្រេះរិះគិតពិចារណាបានត្រឹមត្រូវហើយត្រឡប់មួយទៀតយើងកុំឆាប់ប្រតិកម្មពេកការប្រតិកម្មពេកពេលខ្លះវាខាតប្រយោជន៍ជាច្រើនយើងដឹងហើយថាមនុស្សមានច្រើនមនុស្សខ្លះចាំចាក់យើងមិនសុវ័យចិត្តនៅពេលដែលយើងរីកចម្រើនហើយមនុស្សខ្លះគឺល្អតែមាត់ល្អតែមុខប៉ុន្តែជាក់ស្ដែងយើងដឹងហើយមេរៀនទាំងអស់សិតតែមេរៀនជីវិតចឹងដូច្នេះហើយកុំរស់នៅក្នុងទស្សនៈអវិជ្ជមានរបស់អ្នកដទៃប្រសិនបើអ្នកនោះជានរណាក៏ដោយសុខចិត្តនៅម្នាក់ឯងយកខ្លួនឯងគឺជាសម្លាញ់ដ៏ស្មោះស្ម័គ្រ
វាជារឿងប្រសើរបំផុតចូលចាក់ចេញឲ្យឆ្ងាយពីមនុស្សអវិជ្ជមានយើងត្រូវតែទិញនៅសភៅល្អៗជាច្រើនអានដើម្បីអប់រំខ្លួនឯងរីកចម្រើនជំនាញចំណេះរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃវិធីសាស្ត្រដែលអភិវឌ្ឍខ្លួនស្ងាត់បំផុតគឺការបន្តអានបន្តរៀនសូត្រគួរជ្រើសរើសសភៅណាដែលល្អបំផុតដែលអ្នកនិពន្ធល្បីយើងយកមកហើយអានសភៅមិនមែនទៅនិយាយទូមានអ្នកដទៃទេគឺអានដើម្បី share reflection ឆ្លោះបញ្ចាំងខ្លួនឯងរកនៅចំណុចខ្វះខាតដើម្បី share develop ខ្លួនឯងណាដូច្នេះហើយទាំងអស់នេះនិយាយស្រួលប៉ុន្តែធ្វើវិបាកទទួលស្គាល់ប៉ុន្តែនៅពេលដែលយើងមាននៅគោលដៅមាននៅវិន័យផ្ទាល់ខ្លួនអ្វីវានឹងផ្លាស់ប្ដូរដើម្បីឲ្យផ្លាស់ប្ដូរតើតែយើងមាននៅគេហៅថា persistent មាននៅគេហៅថាម្នះតស៊ូអំណត់និងមានវិន័យដូច្នេះនៅក្នុងវីដេអូឃ្លីបនេះខ្ញុំសូមបញ្ចប់ខ្ញុំគិតថាវាជាកត្តាមួយដើម្បីត្រិះរិះពិចារណាកុំរស់នៅក្នុងទស្សនៈអវិជ្ជមានអ្នកដទៃយូរពេកយើងត្រូវតែហ៊ានចាក់ចេញទោះបីអ្នកនោះជានរណាក៏ដោយប្រសិនបើមកបង្អាប់មិនឲ្យតម្លៃយើងមិនធ្វើអីឲ្យយើងសប្បាយចិត្តយើងគួរចាក់ចេញហើយពេលខ្លះនៅម្នាក់ឯង